ធ្លាក់ចោឆ្នាំជូតខាលម្សាញ់មួយម៉ែរកាចណា6ឆ្នាំសម្រាប់ថ្ងៃអាទិត្យទី26មេសានេះគឺរាសីធ្លាក់ចុះដូច្នេះពុកម៉ែបងប្អូនដែលប្រកបមុខរបរណាទទួលទានផ្សេងត្រូវមានការប្រុងប្រយ័ត្នកុំជឿគេផ្ដេសផ្ដាសត្រូវមានការប្រុងប្រយ័ត្នណាបើមានអ្នកណាម្នាក់បញ្ចុះបញ្ចូលឬឲ្យធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្នជាពិសេសគឺទៅលើប្រកាសកុំឲ្យមានការខាត់បងឲ្យសោះណាជូតខាលម្សាញ់មួយម៉ែរកាចប្រយ័ត្នមែនតែនណារាល់គម្រោងទាំងឡាយអីទៅពិនិត្យវិจัยមែនតែនអាចសិនបានផ្អាកណាចំពោះឆ្នាំទាំង6នឹងជូតខាលម្សាញ់មួយម៉ែរកាចដូច្នេះពុកម៉ែបងប្អូនដឹងហើយចូលប្រុងប្រយ័ត្នណាសូមគោរពអរគុណជួយ like share និង subscribe ផងអរគុណ